ដើម្បីពង្រីកសក្តានុពលព្រៃលិចទឹកឬក៏ព្រៃកោងកាងនៅតាមតំបន់សហគមន៍នេសាទអាជ្ញាធររដ្ឋបាលស្រុកព្រៃនប់ខេត្តព្រះសីហនុសហការជាមួយនឹងមន្ត្រីជំនាញផ្នែកកសិកម្មនិងចូលរួមផងដែរពីបងប្អូនប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋនៅក្នុងសហគមន៍នេសាទបាននាំយកកូនកោងកាងប្រមាណជាង 10000 ដើមទៅដាំនៅលើផ្ទៃដីព្រៃលិចទឹកដែលស្ថិតនៅក្នុងភូមិចម្ពោះខ្មៅឃុំទួលតតឹងស្រុកព្រៃនប់ខេត្តព្រះសីហនុបើតាមលោកអ៊ីធេរិនអភិបាលស្រុកព្រៃនប់មានប្រសាសន៍ឲ្យដឹងថានេះមិនមែនជាលើកទី1ទេសម្រាប់ការនាំយកកូនកោងកាងមកដាំនៅតាមតំបន់ព្រៃលិចទឹកនៅតាមសហគមន៍នេសាទដោយសារថាកន្លងមកនោះអាជ្ញាធររដ្ឋបាលស្រុកមានការចូលរួមពីស្ថាប័នអាជ្ញាធររដ្ឋបាលខេត្តនៅផ្នែកពាក់ព័ន្ធឬក៏ប្រជាពលរដ្ឋហ្នឹងក៏តែងតែធ្វើសកម្មភាពនាំយកដើមកូនកោងកាងទៅដាំនៅតាមព្រៃលិចទឹកតំបន់ព្រៃលិចទឹកនៅតាមសហគមន៍នេសាទនានាជាបន្តបន្ទាប់បើតាមលោកអភិបាលស្រុកលើកឡើងថាសកម្មភាពនៃការដាំដើមកូនកោងកាងថ្មីនេះគឺជាការបំពេញបន្ថែមឬក៏ការពង្រីកនៅផ្ទៃដីព្រៃលិចទឹកឲ្យកាន់តែច្រើនទៀតដោយសារតែព្រៃលិចទឹកនេះមានសារៈសំខាន់បំផុតសម្រាប់ជីវៈចម្រុះជាពិសេសសម្រាប់រក្សាប្រភពធនធានជលផលនៅក្នុងតំបន់សមុទ្របើតាមលោកអភិបាលស្រុកបានបញ្ជាក់បន្ថែមថាក្រៅតែពីការនាំយកកូនកោងកាងថ្មីទៅដាំនៅតាមតំបន់ព្រៃលិចទឹកនេះអាជ្ញាធររដ្ឋបាលស្រុកក៏ដូចជាផ្នែកជំនាញពាក់ព័ន្ធហ្នឹងលោកក៏បានធ្វើការបំផុសចលនាឲ្យប្រជាពលរដ្ឋជាពិសេសសហគមន៍នេសាទចូលរួមជួយថែរក្សាការពារទាំងអស់គ្នាហើយក៏ហាមដាច់ខាតផងដែរមិនឲ្យមានការកាប់បំផ្លាញព្រៃកោងកាងឬក៏ព្រៃលិចទឹកនៅតាមដងព្រែកឬក៏នៅតាមសហគមន៍នេសាទជាមួយគ្នានេះបើតាមអាជ្ញាធរលើកឡើងថាសកម្មភាពនៃការកាប់បំផ្លាញព្រៃលិចទឹកដែលកន្លងមកតែងតែមាននេះបច្ចុប្បន្នបានថមថយហើយដោយសារតែអាជ្ញាធរលោកបានអនុវត្តច្បាប់ឧទាហរណ៍ដូចជាអ្នកដែលពាក់ព័ន្ធនឹងការកាប់រំលោភបំពានយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធិដីធ្លីរបស់ខ្លួនកាប់បំផ្លាញព្រៃកោងកាងជាដើមនោះអាជ្ញាធរបានរៀបចំបណ្ដឹងនិងបញ្ជូនទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ដោយមិនលើកលែងឡើយហើយសូមបញ្ជាក់ផងដែរថាបើតាមលោកអភិបាលស្រុកលើកឡើងថាក្រៅតែពីការដាំនៅតំបន់ភូមិចម្ពោះខ្មៅក្នុងឃុំទួលតតឹងស្រុកព្រៃនប់ខេត្តព្រះសីហនុនេះអាជ្ញាធររដ្ឋបាលស្រុកនិងសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធជាពិសេសបងប្អូនប្រជាសហគមន៍នេសាទនិងបន្តដាំកូនកោងកាងនេះនៅតាមសហគមន៍នេសាទផ្សេងទៀតនៅក្នុងស្រុកព្រៃនប់ជាបន្តបន្ទាប់ទៀតអរគុណខ្ញុំហ៊ុយបន្លែងភាគនន្ទិការពីខេត្តព្រះសីហនុ